Rừng ráo chập đâm dạng to slotនៅពេលដែលស៊ូធានរៀនក្មេងស្រីរៀនពូកែនិងស្លូតបូតម្នាក់ត្រូវបានក្រុមបងធំតាមយាយីក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលនាងត្រូវបានគេបង្ខំឲ្យផឹកស្រាដែលលីថ្នាំសម្រាប់នោះស្រាប់តែមានយុវជនម្នាក់បង្ហាញខ្លួនឡើងដូចទេវបុត្រពីលើមេឃយុវជននោះគឺឆិនខៃជីគេបានប្រើមួកសុវត្ថិភាពជាអាវុធរួមជាមួយស្ទីលទាត់បង្វិលខ្លួនយ៉ាងរហ័សផ្ដួលពួកបងធំទាំង3នាក់ឲ្យដួលរាយប៉ាយលើដីសកម្មភាពដ៏ក្លាហាននេះមិនត្រឹមតែជួយសង្គ្រោះស៊ូធានឲ្យផុតពីគ្រោះថ្នាក់ប៉ុណ្ណោះទេប៉ុន្តែវាបានវាយចំចំណុចកណ្ដាលបេះដូងរបស់នាងយ៉ាងពេញទំហឹងចាប់ពីវិនាទីនោះមកក្នុងកែវភ្នែករបស់ស៊ូធានគឺមានតែរូបភាពរបស់ឆិនខៃជីម្នាក់គត់ស៊ូធានបានយកទឹកចិត្តដ៏រំភើបនេះទៅប្រាប់មិត្តជិតស្និទ្ធបំផុតរបស់នាងគឺគូមីងឬក៏ព្រះអង្គម្ចាស់កែប៉ុន្តែគូមីងដែលលួចស្រឡាញ់ស៊ូធានជាច្រើនឆ្នាំមកហើយនោះបានព្យាយាមដាស់តឿននាងឲ្យដឹងពីការពិតដ៏ជូរចត់ថាឆិនខៃជីគឺជាសិស្សបង្កប់បញ្ហាចូលចិត្តជក់បារីវាយគ្នានិងដើរលេងនៅតារាងបាល់ទះពួកគេទាំងពីររស់នៅក្នុងពិភពលោកខុសគ្នាដូចមេឃនិងដីទោះជាយ៉ាងណាស៊ូធានដែលមានចិត្តរឹងរូសបានទៅវិញទាំងមោះមុតថាបើគេចូលមកក្នុងពិភពលោករបស់ខ្ញុំមិនបានអីចឹងខ្ញុំទៅក្នុងពិភពលោករបស់គេវិញនាងជឿជាក់ថាឲ្យតែនាងខំប្រឹងដេញតាមថ្ងៃណាមួយផ្កាយដ៏ត្រជាក់ម្នាក់នេះនឹងក្លាយជារបស់នាងស៊ូធានបានសម្រេចចិត្តចូលទៅក្នុងពិភពរបស់ឆិនខៃជីគឺតារាងបាល់ទះដែលពោពេញដោយភាពច្របូកច្របល់នាងព្យាយាមចូលទៅក្បែរគេថែមទាំងសរសើរភ្នែករបស់គេថាស្អាតនិងសុំឲ្យគេជួយពាក់មួកសុវត្ថិភាពឲ្យនាងទៀតផងទោះបីជាត្រូវឆិនខៃជីបណ្ដេញចេញជាច្រើនដងនឹងត្រូវជួបការបៀតបៀនពីសំណាក់អ្នកលេងដទៃទៀតក៏ដោយក៏នាងមិនបោះបង់មានឈុតមួយស៊ូធានបានវាយបាល់ទះយ៉ាងខ្លាំងដែលតំណាងឲ្យក្តីស្រឡាញ់របស់នាងហើយនិយាយទៅកាន់ឆិនខៃជីថាបាល់មួយគ្រាប់មិញនេះតំណាងឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះលោកវាមួយគ្រាប់ចំគោដោយតែម្ដងប៉ុន្តែចម្លើយដែលនាងទទួលបានគឺភាពត្រជាក់ស្រជុំពីឆិនខៃជីដែលនៅតែអះអាងថាពួកគេមិនអាចទៅរួចឡើយស្របពេលដែលស៊ូធានកំពុងដេញតាមក្តីស្រឡាញ់ដែលគ្មានសង្ឃឹមគឺមានគូមីងដែលឈរចាំការពារនាងជានិច្ចគូមីងសុខចិត្តយំហើមភ្នែកនិងខំប្រឹងជួយនាងគ្រប់យ៉ាងសូម្បីតែការជួយរៀបចំសៀវភៅវិញ្ញាសាឲ្យស៊ូធានយកទៅឲ្យឆិនខៃជីដើម្បីឲ្យគេរៀនពូកែជាងមុនគូមីងបានទៅប្រឈមមុខនឹងឆិនខៃជីនិងប្រាប់ថាឯងអាចមិនស្រឡាញ់នាងបានតែឯងគ្មានសិទ្ធិមើលងាយទឹកចិត្តដែលនាងខំដាច់យប់រៀបចំសៀវភៅនេះឲ្យឯងទេតែស៊ូធានចាប់ផ្ដើមអស់កម្លាំងចិត្តនាងបានដេញគូមីងមិនឲ្យដើរតាមនាងទៀតឯងដើម្បីឲ្យអារម្មណ៍ស្ងប់នាងបានដឹងថាមូលហេតុដែលនាងមកយឺតឬដេញតាមគេមិនមែនមកពីភ្លើងស្តុបឬឡានក្រុងយឺតឡើយប៉ុន្តែវាគឺជាចន្លោះនៃពិភពលោកដែលខុសគ្នាដែលនាងមិនអាចលុបបំបាត់បានទោះជាយ៉ាងណាបេះដូងដែលរឹងរូសរបស់ក្មេងស្រីម្នាក់នេះនៅតែប្រាប់ខ្លួនឯងថាអាចទៅរួចឬមិនរួចតតែសាកល្បងឲ្យអស់ពីសមត្ថភាពទើបដឹងរឿងរ៉ាវបានបើកឆាកឡើងជាមួយនឹងសំណួរដ៏ចាក់ដោតបេះដូងថាតើឯងធ្លាប់លួចស្រឡាញ់ក្មេងស្រីម្នាក់ក្នុងឈ្មោះជាមិត្តភក្តិជាច្រើនឆ្នាំដែរឬទេនេះគឺជាការពិតដ៏ជូរចត់របស់គូមីងទោះបីជាខ្លួនឯងរៀនមិនពូកែនិងស្ថិតនៅបាតតារាងយ៉ាងណាក៏ដោយក៏គូមីងសុខចិត្តចំណាយពេលដែលខ្លួនមានដើម្បីជួយរំលឹកមេរៀនឲ្យស៊ូធានជានិច្ចស្នេហារបស់គេគឺជាស្នេហាដែលមិនទាមទារការតបស្នងគឺសូមត្រឹមបានឃើញនាងមានក្តីសុខការជួយជ្រោមជ្រែងស្នេហារបស់មនុស្សដែលខ្លួនស្រឡាញ់នៅពេលដែលគូមីងដឹងថាស៊ូធានមានចិត្តទៅលើឆិនខៃជីគេមិនត្រឹមតែមិនរារាំងទេថែមទាំងសុខចិត្តធ្វើជាស្ពានចម្លងទៀតផងគូមីងបានជួយរៀបចំសៀវភៅវិញ្ញាសាដែលស៊ូធានខំដាច់យប់ធ្វើដើម្បីយកទៅឲ្យឆិនខៃជីឈុតឆាកដ៏កំសត់បំផុតនោះគឺគូមីងបានទៅប្រឈមមុខនឹងឆិនខៃជីទាំងភ្នែកហាមព្រោះតែយំយ៉ាងខ្លាំងគេបាននិយាយការពារស៊ូធានទាំងអួរដើមមកថាដោយលោកមានសិទ្ធិមិនស្រឡាញ់នាងវិញតែលោកគ្មានសិទ្ធិមកមើលងាយទឹកចិត្តរបស់នាងឡើយគូមីងសុខចិត្តជាចាប់ដើម្បីឲ្យឆិនខៃជីយល់ពីតម្លៃនៃក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ស៊ូធានសម្បត្តិស្នេហានិងការសារភាពដ៏ស្ងប់ស្ងាត់នៅទីបំផុតស៊ូធានក៏បានសម្រេចចិត្តប្រគល់សម្បត្តិស្នេហាទៅឲ្យឆិនខៃជីចំណែកឯឆិនខៃជីទោះបីជាខាងក្រៅមើលទៅត្រជាក់ស្រជុំនិងហាក់ដូចជាមិនខ្វល់ខ្វាយប៉ុន្តែនៅក្នុងចិត្តគេចាប់ផ្ដើមរំភើបនិងព្រមទទួលយកសម្បត្តិនោះក្នុងខណៈពេលដែលស៊ូធានកំពុងសប្បាយចិត្តនឹងភាពជោគជ័យនៃស្នេហារបស់នាងគូមីងបែរជាព្យាយាមលាក់បាំងទឹកភ្នែកដោយប្រើលេសថា
គូញ៉ាំអីហឺឬក៏ភ្លើងស្តុបច្រើនក៏ដើម្បីកុំឲ្យនាងដឹងពីការឈឺចាប់របស់គេការវាយតប់គ្នាជាមួយនឹងក្រុមបងធំជាថ្មីគូមីងបានបង្ហាញខ្លួនការពារស៊ូធានជានិច្ចទោះបីជាស៊ូធានបង្អាប់គេថាជាក៏បន្ទុកក៏ដោយប៉ុន្តែនៅពេលមានអាសន្នគូមីងបានរុញនាងឲ្យទៅកន្លែងសុវត្ថិភាពហើយខ្លួនឯងសុខចិត្តត្រឡប់ទៅប្រឈមមុខនឹងគ្រោះថ្នាក់វិញដោយប្រើលេខថាទៅរករបស់ដែលជ្រុះបាត់គឺតាមពិតរបស់ដែលគេខ្លាចបាត់បង់បំផុតមិនមែនជាសម្ភារៈឡើយប៉ុន្តែគឺសុវត្ថិភាពរបស់ស៊ូធានដំណើរកណ្ដាលទឹកភ្លៀងនិងការដឹងខ្លួនសាច់រឿងបានឈានដល់ចំណុចបញ្ចប់ដ៏សែនសង្វេគនៅពេលដែលស៊ូធានហាក់ដូចជាចាប់ផ្ដើមដឹងខ្លួនពីអ្វីម្យ៉ាងនាងបានដេញគូមីងមិនឲ្យដើរតាមនាងទៀតហើយចង់ដើរហើរភ្លៀងម្នាក់ឯងដើម្បីឲ្យភ្លឺភ្នែកនាងចាប់ផ្ដើមយល់ថាបុរសដែលនៅក្បែរនាងគ្រប់ពេលជួយនាងគ្រប់រឿងនិងការពារនាងគ្រប់វិនាទីគឺមានតែគូមីងម្នាក់គត់ពាក្យថាព្រះអង្គម្ចាស់កែដែលនាងហើយចេញមកទាំងស្រពេចស្រពិលកណ្ដាលទឹកភ្លៀងបានបង្ហាញពីការចាប់ផ្ដើមប្រែប្រួលនៃអារម្មណ៍របស់នាងចំពោះមិត្តភក្តិដ៏ល្អ